ជំរាបសួរបងប្អូនឥឡូវនេះគឺខ្ញុំរៀនចងផ្លែខ្នុរដោយសារយើងឃើញហើយផ្លែខ្នុរនេះវានឹងធំជាងនេះទៅទៀតហើយតាមពិតទៅគឺសណ្ដងវានេះគឺតូចហើយវានៅលើមែកតូចមួយដែរអញ្ចឹងយើងធ្លាប់តែឃើញទុរេនគេចងតែខ្ញុំខ្នុរក៏ខ្ញុំចងដែរដោយសារខ្ញុំជួបបទពិសោធន៍គឺខ្នុរវាអាចធំអញ្ចឹងទៅវាធ្លាក់ដីផងដែរអញ្ចឹងដើម្បីការពារខ្នុររបស់យើងកុំឲ្យធ្លាក់គឺយើងចងខ្សែអាចវាបាច់ខ្សែដូចបានតែចងវាទប់វានឹងជួយវាផងដែរបាទអញ្ចឹងខ្ញុំមិនមានជំនាញអីច្បាស់លាស់រឿងចងទេតែខ្ញុំចងតាមអ្វីដែលខ្ញុំអាចធ្វើបានណាអញ្ចឹងខ្ញុំវាអាចងាយក្នុងការគឺចងចងអោបខ្សែរបស់ចូលវាតាមពិនិត្យមើលបាទអោបវាបែបនេះដើម្បីទប់វាបាទកុំឲ្យវាព្រៃដាច់ពីគ្នាបាទងាយបាទរួចរាល់សម្រាប់ការចងខ្នោរបស់ខ្ញុំបាទអរគុណច្រើនហើយបើមានបងប្អូនគាត់មានរបៀបចងដែលល្អជាងនេះបាទសូមចែករំលែកខ្ញុំនឹងរៀបសូត្រតាមផងដែរបាទអរគុណច្រើនបាទ